កំណើតរបស់នប៊ីមូហាម៉ាត់សល្លឡោះអាឡៃហ៊ីវ៉ាសាឡាំនប៊ីមូហាម៉ាត់សល្លឡោះអាឡៃហ៊ីវ៉ាសាឡាំបានប្រសូតក្នុងត្រកូលបានីហាឈីមនៅទីក្រុងម៉ាកានៅថ្ងៃច័ន្ទខែរ៉ប៊ីអ៊ុលអ៊ូវ៉ាល់ឆ្នាំដំរីត្រូវនៅថ្ងៃទី21ខែមេសាឆ្នាំ571គ្រិស្តសករាជអ្នកដែលជួយសម្រាលលោកគឺអ្នកស្រីសាហ្វាប៊ីនទីអាំរូម្ដាយរបស់អាប់ឌុររ៉ាម៉ានប៊ីនអោហ្វនៅពេលម្ដាយរបស់លោកបានសម្រាលមានពន្លឺបានផុសចេញពីនាងវាបានបំភ្លឺដល់វិមានទាំងឡាយនៅស្រុកសាមនាងបានផ្ញើសារទៅជីតារបស់លោកគឺអាប់ឌុលមុតតាឡិបដើម្បីប្រាប់អំពីការប្រសូតរបស់លោកអាប់ឌុលមុតតាឡិបបានមកដល់ដោយក្តីរីករាយនិងសប្បាយចិត្តហើយបានលើកនប៊ីសល្លឡោះអាឡៃហ៊ីវ៉ាសាឡាំនិងបាននាំចូលទៅក្នុងកាបាហើយអរគុណចំពោះអល់ឡោះស៊ុបហានាហ៊ូវតាអាឡានិងឌូអាហើយបានដាក់ឈ្មោះនប៊ីថាមូហាម៉ាត់ដោយសង្ឃឹមថានឹងទទួលបានការសរសើរអាប់ឌុលមុតតាឡិបបានធ្វើអគីកោះឲ្យនប៊ីនៅថ្ងៃទី7និងចែកអាហារដល់មនុស្សដែលជាទម្លាប់របស់ជនជាតិអារ៉ាប់ដែលបានធ្វើអ្នកមើលថែនប៊ីសល្លឡោះអាឡៃហ៊ីវ៉ាសាឡាំគឺអ្នកស្រីអ៊ុំមុលអៃម៉ាន់បារកាសជាជនជាតិអេស្យូពីដែលជាអ្នកបម្រើរបស់ឪពុកលោកគឺអាប់ឌុលឡោះនាងបានរស់នៅរហូតដល់ចូលកាន់សាសនាអ៊ីស្លាមហើយក៏បានដូរទីលំនៅនិងទទួលមរណភាពបន្ទាប់ពីនប៊ីអាយុ5ខែឬ6ខែការបំបៅដោះអ្នកដែលបំបៅដោះនប៊ីសល្លឡោះអាឡៃហ៊ីវ៉ាសាឡាំមុនគេបន្ទាប់ពីម្ដាយរបស់គាត់គឺអ្នកស្រីស៊ូវៃបាជាអ្នកបម្រើរបស់អាប៊ូឡាហាប់នាងក៏ធ្លាប់បានបំបៅហាំហ្សាប៊ីនអាប់ឌុលមុតតាឡិបបន្ទាប់ពីនប៊ីសល្លឡោះអាឡៃហ៊ីវ៉ាសាឡាំនាងក៏បានបំបៅអាប៊ូសាឡាម៉ាប៊ីនអាប់ឌុលអាសាត់អលម៉ាហ្ស៊ូមីដូច្នេះពួកគេគឺជាបងប្អូនពោះមួយគ្នាក្នុងការបំបៅអាប៊ូឡាហាប់បានដោះលែងអ្នកបម្រើដោយភាពរីករាយនៅពេលដែលនប៊ីសល្លឡោះអាឡៃហ៊ីវ៉ាសាឡាំបានប្រសូតប៉ុន្តែក្រោយមកគាត់បានក្លាយជាសត្រូវដ៏សាហាវបំផុតនៅពេលដែលនប៊ីសល្លឡោះអាឡៃហ៊ីវ៉ាសាឡាំចាប់ផ្ដើមបំពាវនាវមនុស្សទៅកាន់សាសនាអ៊ីស្លាមនៅក្នុងកុលសម្ព័ន្ធបានីសាអាតវាជាទំនៀមទម្លាប់អារ៉ាប់ក្នុងការស្វែងរកអ្នកបំបៅដោះសម្រាប់កូនពួកគេនៅតាមជនបទដើម្បីឲ្យក្មេងជៀសផុតពីជំងឺនៅតំបន់ទីប្រជុំជនដើម្បីឲ្យប្រព័ន្ធសរសៃប្រសាទនិងរាងកាយរបស់ពួកគេរឹងមាំនិងដើម្បីឲ្យភាសាអារ៉ាប់បានច្បាស់លាស់ល្អវាជាការកំណត់របស់អល់ឡោះស៊ុបហានាហ៊ូវតាអាឡាស្ត្រីមកពីកុលសម្ព័ន្ធបានីសាអានប៊ីនបាការបានមកស្វែងរកក្មេងៗដើម្បីបំបៅហើយពួកគេទាំងអស់គ្នាបានបដិសេធចំពោះនប៊ីសល្លឡោះអាឡៃហ៊ីវ៉ាសាឡាំដោយសារតែគាត់ជាក្មេងកំព្រាប៉ុន្តែមានស្ត្រីម្នាក់ឈ្មោះហាលីម៉ាមិនបានរកឃើញទារកណាម្នាក់ដើម្បីបំបៅនោះទេដូច្នេះនាងក៏បានយកនប៊ីសល្លឡោះអាឡៃហ៊ីវ៉ាសាឡាំទៅបំបៅដើម្បីបានចំណែកបំបៅដូចគេដែរបារកាត់ពរជ័យនៅក្នុងផ្ទះអ្នកដែលបំបៅពរជ័យបានហូរទៅដល់អ្នករស់នៅក្នុងផ្ទះនេះក្នុងអំឡុងពេលដែលនប៊ីសល្លឡោះអាឡៃហ៊ីវ៉ាសាឡាំស្នាក់នៅជាមួយពួកគេក្នុងចំណោមពរជ័យដែលត្រូវបានរាយការណ៍គឺថានៅពេលដែលហាលីម៉ាទៅដល់ទីក្រុងម៉ាកានោះគឺជាថ្ងៃនៃភាពរាំងស្ងួតនិងការអត់ឃ្លាននាងមានសត្វលាញីមួយដែលជាសត្វដ៏យឺតបំផុតក្នុងការធ្វើដំណើរដោយសារតែភាពខ្សោយនិងស្គមស្គាំងនាងក៏មានអូតមួយដែលមិនទាន់មានទឹកដោះសូម្បីតែមួយដំណក់ហើយនាងក៏មានកូនតូចមួយដែលយំពេញមួយយប់ដោយសារការឃ្លាននិងមិនអាចដេកបានហើយក៏ធ្វើឲ្យឪពុកម្ដាយរបស់គេមិនបានគេងផងដែរប៉ុន្តែនៅពេលដែលហាលីម៉ាបាននាំនប៊ីសល្លឡោះអាឡៃហ៊ីវ៉ាសាឡាំទៅកាន់កន្លែងស្នាក់នៅរបស់នាងបានដាក់នប៊ីសល្លឡោះអាឡៃហ៊ីវ៉ាសាឡាំលើដើមទ្រូងរបស់នាងទឹកដោះរបស់នាងក៏សម្បូរច្រើនតាមដែលអាចធ្វើបាននប៊ីសល្លឡោះអាឡៃហ៊ីវ៉ាសាឡាំបានបៅរហូតដល់ឆ្អែតហើយកូនប្រុសតូចរបស់នាងក៏បានបៅរហូតដល់ឆ្អែតបន្ទាប់មកពួកគេក៏បានគេងលក់ប្តីរបស់នាងបានដើរទៅជិតអូតស្រាប់តែឃើញថាអូតរបស់គាត់មានទឹកដោះយ៉ាងច្រើនគាត់ក៏បានបូតទឹកដោះនោះយ៉ាងច្រើនហើយពួកគេក៏បានផឹករហូតដល់ឆ្អែតបន្ទាប់មកពួកគេបានគេងយ៉ាងស្រួលក្នុងយប់នោះនៅពេលពួកគេចាក់ចេញទៅតំបន់វាលរៀបនៃកុលសម្ព័ន្ធសាអាតហាលីម៉ាបានជិះសត្វលានោះហើយបាននាំនប៊ីសល្លឡោះអាឡៃហ៊ីវ៉ាសាឡាំទៅជាមួយនាងសត្វលាញីនោះបានរត់យ៉ាងលឿនរហូតដល់ឈ្នះសត្វផ្សេងហើយគ្មានសត្វលាណាដែលអាចឈ្នះនាងបានឡើយនៅពេលពួកគេទៅដល់ទឹកដីរបស់ពួកគេគឺទឹកដីកុលសម្ព័ន្ធបានីសាអាតដែលជាដីរាំងស្ងួតបំផុតនោះវងពពែរបស់ពួកគេបានត្រឡប់មកដោយឆ្អែតពោពេញទៅដោយចំណីនិងទឹកដោះពួកគេបានបូតទឹកដោះនិងផឹកប៉ុន្តែគ្មាននរណាម្នាក់អាចបូតបានសូម្បីតែមួយដំណក់នៃទឹកដោះនោះ ព
ពួកគេបន្តពរជ័យនិងសេចក្តីល្អពីអល់ឡោះស៊ុបហានាហ៊ូវតាអាឡារហូតដល់ពេលបំបៅដោះចប់ហើយរយៈពេល2ឆ្នាំបានកន្លងផុតទៅហាលីម៉ាស់ក៏បានផ្ដាច់ដោះនប៊ីសល្លឡោះអាឡៃហ៊ីវ៉ាសាឡាំលោកបានលូតលាស់និងធំធាត់ក្លាយជាមនុស្សរឹងមាំក្នុងពេលវេលានោះ